ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះហួតផានិតតំណាងឲ្យក្រុម Apple Store ថ្ងៃនេះខ្ញុំបង្ហាញលោកគ្រូទាក់ទងជាមួយនឹងការប្រើប្រាស់ system របស់ Apple Store អញ្ចឹងដំបូង user គឺហួតផានិត password 123សម្រាប់ user ហួតផានិតហ្នឹងគឺ user admin អញ្ចឹងយើងអាចប្រើប្រាស់បានច្រើន option ជាង user ធម្មតាអញ្ចឹងនៅក្នុង dashboard នេះតាក់ទងជាមួយនឹង data grid view sole product នេះគឺបង្ហាញតាក់ទងជាមួយនឹង product ដែលយើងបានលក់សម្រាប់ថ្ងៃនេះហើយតាក់ទងជាមួយនឹង expand view នេះគឺយើងបង្ហាញ expand នៅក្នុងថ្ងៃនេះប៉ុន្តែដោយសារតែយើងអត់ទាន់បាន expand ប្រតិបត្តិការណាមួយទេអញ្ចឹងវាអត់មានបង្ហាញទេហើយតាក់ទងជាមួយនឹងកន្លែង revenue នេះគឺចំណូលបានមកពីការលក់តាក់ទងជាមួយនឹង total sold នេះគឺចំនួនដែលយើងចំនួន product ដែលយើងបានលក់ total stock ចំនួននៅក្នុង stock និង expand គឺចំនួនលុយដែលយើងបានចំណាយទៅលើក្រុមហ៊ុនអញ្ចឹងដំបូងខ្ញុំបង្ហាញលោកគ្រូតាក់ទងជាមួយនឹង product នៅក្នុង product នេះយើងអាច select តាមរយៈ category វាមួយហើយយើងក៏អាច search ឧទាហរណ៍ណាខ្ញុំចង់ search ថា iPhone អញ្ចឹងទៅអញ្ចឹងខ្ញុំ search ទៅវាបង្ហាញតែ iPhone ទេហើយនៅក្នុងហ្នឹងយើងអាចចង់ដើរបាទអញ្ចឹងយើងអាច edit ឧទាហរណ៍ថាតាក់ទងជាមួយនឹង iPhone 12នេះខ្ញុំកែចំនួនវាឲ្យមាននៅក្នុង stock គឺចំនួន100អញ្ចឹងខ្ញុំ edit ទៅតោះមកខ្ញុំ refresh វាហើយខ្ញុំទៅមើល iPhone 12វិញចំនួន stock វាបដូរទៅជា100ហើយអញ្ចឹងតាក់ទងជាមួយនឹងការលុបដូចគ្នាយើង select លើ product ណាមួយដែលយើងចង់លុបហើយយើង delete អញ្ចឹងខ្ញុំចូលទៅមើល iPhone វិញគឺ product មួយហ្នឹងបានលុបហើយអញ្ចឹងតាក់ទងនឹងការ add ថ្មីដូចគ្នាយើងអាច add product ចូលថ្មីបានឧទាហរណ៍ថាខ្ញុំ add ABC ដែលមានចំនួន100ហើយតម្លៃវាគឺ1200ប្រភេទវាខ្ញុំយកជា headphone ហើយ description វា good ខ្ញុំឧទាហរណ៍ទៅលើរូបភាពមួយនេះចាស់ខ្ញុំសូម refresh វាមួយអញ្ចឹង product ដែលខ្ញុំបាន add គឺនៅខាងក្រោមនេះអញ្ចឹងតាក់ទងនឹងកន្លែង product គឺមានប៉ុណ្ណឹងហើយតាក់ទងជាមួយនឹងការ order នេះដូចគ្នាយើងអាច select តាមរយៈ category វាមួយហើយក៏យើងអាច search វាបានឧទាហរណ៍ថាខ្ញុំ search ដូចជាមាន laptop ទេ search iPad អញ្ចឹងខ្ញុំអាច buy iPad មួយហើយខ្ញុំចង់buy watch មួយអញ្ចឹងចំនួនគឺ1450ខ្ញុំ pay ឧទាហរណ៍ថា discount 5% ប្រភេទវា payment វាជា cash ហើយ cash receive អានេះ1305គឺ1400ទៅអញ្ចឹងតាក់ទងជាមួយការ print preview យើងអាច print preview បាននេះគឺជា invoice ដែល print preview អញ្ចឹងខ្ញុំអត់ save វាទេនៅក្នុងកន្លែង order ហ្នឹងមានប៉ុណ្ណឹងលោកគ្រូចំណែកកន្លែង report នេះគឺយើងអាចមើលតាក់ទងជាមួយនឹង income និង expense នៅក្នុងនេះយើងអាច select ថ្ងៃណាដែលយើងចង់ចន្លោះថ្ងៃដែលយើងចង់មើលឧទាហរណ៍ថាខ្ញុំចង់មើលថ្ងៃទី1ខែ1រហូតដល់ថ្ងៃទី10ខែ3អញ្ចឹងតាក់ទងនឹង income ចន្លោះថ្ងៃហ្នឹងគឺប៉ុណ្ណឹង income នេះគឺមានតែការលក់ product ហ្នឹងទេអត់មានចំណូលមកពីណាទេហើយតាក់ទងនឹង expense ហ្នឹងគឺជាការចំណាយនៅចន្លោះថ្ងៃហ្នឹងគឺចំណាយមាន2ហ្នឹងហើយនៅក្នុងនេះដែរគឺយើងអាច export វាជា file PDF ឬក៏ Excel ឥឡូវខ្ញុំសាក export ជា PDF អញ្ចឹងវាទាមទារឲ្យយើង save ខ្ញុំ save ដាក់នៅលើ desktop ខ្ញុំចេះតែដាក់ឈ្មោះវាទៅ
នេះគឺជា report តកតងជាមួយនឹង income របស់យើងមិញជា file PDF តកតងជាមួយនឹង employee នៅក្នុង employee នេះគឺយើងអាច search បានដូចគ្នាឧទាហរណ៍ថាខ្ញុំចង់ search ឈ្មោះ Rimbun ហើយខ្ញុំចង់ search ឈ្មោះ Wan Chandate អីបានអញ្ចឹងនៅក្នុងនេះយើងអាចលុបឬក៏ edit វាបានឧទាហរណ៍ថាខ្ញុំចង់លុប user មួយនេះអញ្ចឹងខ្ញុំលុបចោលបាត់ហើយខ្ញុំអាចបង្កើតថ្មីដើម្បីតេស្តយក user មួយនេះទៅ login ឧទាហរណ៍ថា username abc gender គាត់ male ហើយ address គាត់ pp phone គាត់ salary គាត់ 1000 អញ្ចឹងទៅហើយ user login គាត់ abc អក្សរធំហើយ password គាត់1 2 3អញ្ចឹង set គាត់ត្រឹមជា user ធម្មតាទេអញ្ចឹងយើងប្រើរូបភាពបន្តតារូបភាពមួយនេះទៅអញ្ចឹង user ថ្មីដែលខ្ញុំបាន add ចូលនេះគឺ abc នេះអញ្ចឹងខ្ញុំsign out ហើយទៅ login ចូល user abc ដែលមាន password 1 2 3ហ្នឹង abc password 1 2 3អូ login fail 1 2 3ហើយតាហើយខ្ញុំសាកចូល user admin សារថ្មីបន្ទាប់ខ្ញុំចូលកន្លែង user password គាត់តែ1 3តាដោយសារតែមិញហ្នឹង keyboard ខ្ញុំគាំងលេខ2អត់ដើរអញ្ចឹងខ្ញុំអាច sign out សារថ្មីហើយមកវាយ user abc password 1 3អូខេអញ្ចឹងយើងអាច login បាននៅក្នុង user ធម្មតាគឺមានតែគាត់អាចតែលក់បណ្ដាហើយគាត់អាចមើល report តើទៅនឹង expand ការចំណាយទៅលើក្រុមហ៊ុនយើងអាច new expand នេះមកគឺយើងចំណាយ expand ថ្មីឧទាហរណ៍ថាយើងចំណាយទៅលើ utility ចំណាយទៅលើថ្ងៃហ្នឹងដាក់ today ទៅហើយ payment យើងគឺអស់$100 payment ថៃយើងជា cash description យើងដាក់ថា clean shop ចឹងទៅឧទាហរណ៍ថាយើងចង់មើល expand មិនហ្នឹងអញ្ចឹងយើងមើលថ្ងៃទី1ខែ3រហូតដល់ថ្ងៃទី27ខែ3អូខេនេះ clean shop ដែលយើងបញ្ចូលថ្មីមិញហើយអាហ្នឹងយើងអាច edit អូ message ខ្ញុំភ្លេចលុបយើងអាច edit បានឧទាហរណ៍ថាយើងកែទៅជាដាក់150អញ្ចឹងវាបានដូរ150នេះបានដូរ150ហើយអាហ្នឹងក៏យើងអាច delete បានដែរដល់ពេលយើងបញ្ចូល record តើតើការ expand ហ្នឹងទៅ dashboard យើងមាន record មួយហ្នឹងអញ្ចឹងនៅក្នុងការបង្កើតរបស់គ្នាយើងគឺមានតែប៉ុណ្្នឹងទេលោកគ្រូសូមអរគុណ